មានបងប្អូនច្រើនមែនទែនគាត់សួរខ្ញុំថាមកលេងអ៊ីតាលីវេនីទីក្រុងលើទឹកហ្នឹងសប្បាយអត់អារម្មណ៍ថាមកដល់ទីនេះគឺដូចនៅក្នុងសុបិនអញ្ចឹងបងប្អូនអរគ្នាទឹកឡើងខៀវល្ងឹតតែម្ដងចង់ដើរទៅណាមកណាគឺត្រូវការជិះទូកឬក៏ដើរកាត់តាមផ្លូវទូចមើលទៅប្លែកភ្នែកមែនទែនមកដល់អ៊ីតាលីធ្លាប់តែមានទីក្រុងរ៉ូមទីក្រុងមីឡានប៉ុន្តែក៏មានទីក្រុងវេនីសទីក្រុងលិចទឹកនេះដែរហើយបើនិយាយពីប្រជាជនវិញការរស់នៅញ៉ាំវិញថោកទេបងប្អូនថាការមកលេងជិះទូកឬក៏នៅអូតែលអញ្ចឹងរៀងថ្លៃបន្តិចហើយបើមកដល់គឺមានអារម្មណ៍ថាអូយប្លែកមែនទែនការរស់នៅរបស់ប្រជាពលរដ្ឋសំបីតែ architecture តាំងពីសម័យបុរាណមកគឺមានអារម្មណ៍ថាអូយអ៊ីតាលីហ្នឹងអស្ចារ្យចំពោះបងប្អូនអរគ្នាដែលមានថវិកាក្នុងការមកលេងអឺរ៉ុបឈានជើងមកលេងអ៊ីតាលីមកយន្តហោះអត់ថ្លៃទេពីប៉ារីសមកអ៊ីតាលីហ្នឹងប្រហែលជា$100ជាងទេតែបើជិះទូកទៅរៀងថ្លៃបន្តិចបងប្អូនអាចជិះទូកណារៀងថោកចឹងចេះតថ្លៃគេចឹងនៅនេះរៀងចាក់កបន្តិចបើសិនជាបងប្អូនរៀងតថ្លៃទេគេប្រកាសជាកាត់ថ្លៃមិនប្រកាសថានៅអឺរ៉ុបគេដាក់ fix price ទេណាបងប្អូនអរគ្នាអញ្ចឹងត្រូវការតថ្លៃតែម្ដងនៅពេលបានជិះទូកកាត់ផ្លូវខ្លីៗទូចអញ្ចឹងមានអារម្មណ៍ថាអូយប្រទេសអ៊ីតាលីតាំងពីប្រមាណ100ប្រមាណពាន់ឆ្នាំមុនហ្នឹងមិនដឹងថាទីក្រុងនេះអស្ចារ្យប៉ុណ្ណាទេស្ដេចគេធ្វើការជិះទូកជាអីដើរគ្រប់កន្លែងទាំងអស់នៅលើលោកនេះទីក្រុងដែលជិះទូកហ្នឹងប្រហែលជានៅលែងមានទេបងប្អូនអរគ្នាមានតែ Venice នឹងមួយទេបើបងប្អូនអរគ្នាទៅម៉ាកាឬក៏ទៅ Las Vegas ឃើញទីក្រុងលិចទឹកអញ្ចឹងដូចគ្នាតែគេធ្វើសិប្បនិម្មិតតែមកផ្ទាល់មានអារម្មណ៍ប្លែកតែម្ដងដោយសារតែការរស់នៅរបស់ប្រជាជននៅនេះគឺប្លែកម្យ៉ាងដែរដោយសារតែគាត់ប្រកបរបររកស៊ីនៅលើទឹកនៅលើភូមិទូចហ្នឹងហើយតាមអ្នកវិទ្យាសាស្ត្រគេបានស្រាវជ្រាវឃើញថាទីក្រុង Venice នេះអត់យូរទេនឹងលិចទឹកបាត់តែម្ដងតែទឹកសមុទ្រហ្នឹងកើនឡើងជារៀងរាល់ខែជារៀងរាល់ឆ្នាំអញ្ចឹងទៅខ្ញុំបានមកលេងឲ្យហើយកុំឲ្យថា100ឆ្នាំទៀតលិចទៅអត់បានមកលេងអញ្ចឹងទុកជាអនុស្សាវរីយ៍បងប្អូនអរគ្នាបានឃើញជិះពីទីក្រុងប៉ារីសមក Venice ហ្នឹងអស់$100ជាងបងប្អូនអត់សូវថ្លៃទេមកដល់ឃើញទិដ្ឋភាពស្អាតខ្លាំងណាស់បងប្អូនអើយប្លែកភ្នែកតែម្ដងសូម្បីតែការរស់នៅរបស់ប្រជាពលរដ្ឋការញ៉ាំហ្នឹងក៏ឆ្ងាញ់ដែរអត់បារម្ភថាអូយអ៊ីតាលីមិនដឹងទៅរកអីញ៉ាំទេបងប្អូនអើយតែអីញ៉ាំសបោណាបើសិនជាបងប្អូនអរគ្នាអត់ចេះញ៉ាំម្ហូបគេទេ pasta អី cheese ឬក៏ burger អីអ្នកនរគ្នាអាចញ៉ាំជាមួយនឹង steak និយាយពីនំ cake វិញនៅតាមផ្លូវអូផ្អែមអីឆ្ងាញ់ទៀតបងប្អូនអរគ្នាចង់ញ៉ាំផ្លែឈើក៏បានដែរតែជីវិតខ្ញុំបងប្អូនស្ពីកាបូបប៉ុណ្ណឹងដើរត្រកទៅតាមគេតាមឯងធ្វើម៉េចជីវិតយើងរស័តអណ្ដែតបានមកគ្រប់កន្លែងទាំងអស់ដើម្បីថតឲ្យបងប្អូនអរគ្នាបានឃើញនិយាយពីក្រែមគេឆ្ងាញ់ណាស់បងប្អូន4-500ទេប៉ុន្តែញ៉ាំមិនចឹងអស់សោះតែម្ដងឲ្យផ្អែមមែនទែនយើងចង់ញ៉ាំ style ជូរក៏មានដែរគឺជូរប្លែកតែម្ដងហើយនៅតាមផ្លូវគឺផ្លូវគេដើរទូចអញ្ចឹងគេមានផ្លូវធំទេផ្លូវដើរពីមួយកន្លែងទៅមួយកន្លែងបើសិនជាអត់ចេះមើល map ទេប្រកាសជាវែងហ្មងដល់កន្លែងញ៉ាំហើយនេះបងប្អូនអរគ្នាអត់ចេះខ្វះរបស់ញ៉ាំទេគេរੂរាយរាក់ទាក់តែរបស់ញ៉ាំគេថ្លៃណាបងប្អូនញ៉ាំមកពេលអស់$50-$60 $100អីញ៉ាំអត់ស្ដាយលុយទេអាបាគាក្រហមនឹងមិនដឹងបាគាអីទេក្បាលធំក្រហមឆ្ងាញ់មែនទែនជ្រលក់ជាមួយនឹងទឹកក្រហមគេនិយាយពី oyster អ៊ីតាលីវិញប្លែកពី oyster អាស៊ីយើងតែម្ដងគឺមានអារម្មណ៍ថាខ្ទិះតែម្ដងឆ្ងាញ់ណាបងប្អូនអរគ្នាសាកម្ដងញ៉ាំមិនដឹងថានឹកឃើញគួរតែចង់ទៅញ៉ាំម្ដងទៀតហ្មងអាបាគាឆៅក្រហមនឹងនិយាយពីទៅឆ្ងាញ់អូឆ្ងាញ់ខ្ញុំទៅញ៉ាំដល់2-3ដងហើយ order steak គេ steak មួយចាននេះញ៉ាំមិនចង់អស់ខ្ញុំមកម្នាក់ឯងបងប្អូនអរគ្នាអញ្ចឹង steak ហ្នឹងគឺអាំងលើជ្រុញហ្នឹងតែម្ដងគឺក្តៅតែគោនៅស្រុកគេខុសពីគោស្រុកខ្មែរអញ្ចឹងរៀងប្លែកបន្តិចអញ្ចឹងទៅក៏ឲ្យខាងអ្នក restaurant ហ្នឹងគាត់ជួយថតឲ្យស្អាតដល់បងប្អូនញ៉ាំបដាមើលទេសភាពស្រុកគេបដាខ្យល់អាកាសក៏ល្អនេះរដូវក្តៅបើសិនជាបងប្អូនអរគ្នាមករដូវល្ងាចទេកាន់តែសប្បាយទៀតអរគុណបងប្អូនអរគ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតជំរាបលា